สลับฟังกับคนอยากขอออกจากเราวันเดสังกันตุ้มกลมสาวนาสมาได้สเปียจากคนละคนแค่ราชารุ่งเรืองโมหะรถกับเมียนห้องใบบอกหายจนจิตไม่เอ่ยโจจองจำเจียงหาเบียเบียแง่แง่กันเองไปโจแสนไปบ้านไกลลาเรื่องที่เจสนาอนุบาลมีเดียวนี้จีดีรอថ្ងៃនេះគឺថ្ងៃទី22 54បានសកៃថាម្សិលមិញនេះគឺជាថ្ងៃចុះហត្ថលេខាលើកកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយថ្ងៃនេះគឺมันតាន់ដល់24ម៉ោងទេបើយើងគិតពីពេលវេលានៃការចុះហត្ថលេខានៅទីនេះយ៉ាងហោចណាស់មានអិសរាជជន2រូបដែលនៅចងចាំរឿងព្រឹត្តិការណ៍នេះទី1គឺសម្ដេចព្រះរាជបុត្រីទី2គឺព្រះអង្គម្ចាស់ស៊ីសវត្តធូមីកូហើយជាពិសេសទី3គឺថាអាដាមចាមចាដែលនៅជាប់ជាមួយខ្ញុំក្នុងពេលនោះជាមួយអាដាមចំប្រសិទ្ធអាដាមអ៊ុតកបនហើយអាដាមចំប្រសិទ្ធគឺជាឪពុករបស់រដ្ឋមន្ត្រីដែលមកការពារច្បាប់នៅទីនេះក្នុងឋានៈជាម្ចាស់ផ្ទះនៃការធ្វើជាម្ចាស់ផ្ទះធ្វើជាស្នាក់ការនៃ ANC បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយគឺពេលនោះម៉ោងស្មើនេះនៅប្រទេសបារាំងខុសគ្នា6ម៉ោងខ្ញុំអត់បានដេកទេដោយសារត្រូវរៀបចំច្រើនរឿងមុននឹងទៅធ្វើការប្រជុំនៅស្ថានទូតខ្មែរនៅបារាំងដែលពេលនោះគឺព្រះរាជដំណាក់របស់បកូណាបៃតាខ្ញុំគួរតែរំលឹកបន្តិចទៅលើព្រឹត្តិការណ៍ខ្លះដែលកើតឡើងនៅក្នុងដំណាក់កាលនោះរឿងចាប់ផ្ដើមពីខ្ញុំគិតថាការចែករំលែករបស់ខ្ញុំទូមគុំខ្ញុំនឹងបានជាចំណែកនៃការយល់ដឹងរបស់អ្នកស្រាវជ្រាវឬរហូតដល់អ្នកនយោបាយដែលតាំងខ្លួនជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយដែលបានដឹងហើយថាតម្រាំមានកិច្ចព្រមព្រៀងប៉ារីសកើតឡើងយើងត្រូវឆ្លងកាត់ឧបសគ្គច្រើនណាស់ឧបសគ្គខាងខ្ញុំមិនបញ្ហាទេគឺដោយសារតែទោះបីថាកម្លាំងសង្កត់មកលើខ្ញុំដែលខ្ញុំធ្លាប់និយាយថាមានកម្លាំងសង្កត់3ទី1ផ្ទៃក្នុងខ្លួនឯងមិនតន់យល់គ្រប់គ្រាន់ទី2វត្តមានកងទ័ពវៀតណាមនៅកម្ពុជានៅពេលនោះប៉ុន្តែនៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសវៀតណាមដកអស់ទៅហើយទី3យើងពេលនោះទទួលជំនួយពីអតីតសហភាពសូវៀតប្រសិនជីវិតរបស់ខ្ញុំពោពេញទៅដោយភាពផុយស្រួយប៉ុន្តែខ្ញុំជំនះបានតែអ្វីដែលលំបាកជាងទៀតទៅគឺបកូណាបៃតាប្រងចង់ចរចាណាតាំងពីឆ្នាំ1984នោះអានោះដែលព្រះអង្គជ្រើសរើសទូមកុំខ្ញុំធ្វើជាដៃគូចរចាហើយត្រូវបានអតីតរដ្ឋមន្ត្រីការបរទេសបារាំងខ្លួនសិសុំត្រៀមរៀបចំប៉ុន្តែបកូណាបៃតាយាងទៅអង្គការសហប្រជាជាតិក៏ផ្ញើសារថាសូមឲ្យអាដាមហ៊ុនសែនយោគយល់
គឺมันអាចជួបគ្នាបានទេដោយសារខ្មែរក្រហមចំតោះអញ្ចឹងទេពេលនោះហើយដែលខ្ញុំវិលត្រឡប់ចូលក្នុងប្រទេសវិញដើម្បីធ្វើជានាយករដ្ឋមន្ត្រីស៊ីទីក្នុងពេលដែលអាដាមច័ន្ទស៊ីទទួលការព្យាបាលនៅទីក្រុងមូស្គូប៉ុន្តែយើងមិនបោះបង់ចោលការចរចានេះទេការចរចាក៏ត្រូវបន្តតាមរយៈ channel ជាច្រើនក្នុងរងវាន channel មួយគឺលោកជំទាវអុកជូកេងរប្រុយគឺជាអ្នក channel សំខាន់ហើយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋក៏ជា channel មួយដែរសម្រាប់ធ្វើទំនាក់ទំនងទៅលើរឿងនេះបកូនណាវេដាព្រះអង្គមានការលំបាកដោយសារខ្មែរក្រហមក៏ចំតោះភាគីលោកតាសុនសានក៏ចំតោះនិងប្រទេសខ្លះទៀតក៏ចំតោះប៉ុន្តែយ៉ាងណាក៏ដោយភ្នំមិនអាចជួបគ្នាបានទេប៉ុន្តែមនុស្សអាចជួបគ្នាបានហើយតែមានសុខចន្ទៈការជួបគ្នាមួយដែលគេត្រូវច្រើនតែនិយាយថាពីធ្នូហ្វេអង្តាដណោសេណូហ៊ុនសែននោះគឺជាការចាប់ផ្ដើមនៃដំណើរឆ្ពោះទៅរកសន្តិភាពមិនមែនបញ្ហាកើតឡើងនៅថ្ងៃទី23ទេសូមបញ្ជាក់ជូនចរចាគ្នាវាច្រើនទីកន្លែងណាស់មាននៅប្រទេសបារាំងមាននៅឥណ្ឌូនេស៊ីមាននៅប៉េកាំងមាននៅថៃមាននៅញូវយ៉កតម្រុំនឹងសម្រេចបាននៅកិច្ចព្រមព្រៀងទីក្រុងប៉ារីមួយនេះហើយនៅពេលដែលការចុះហត្ថលេខាហើយនោះតើអ្វីដែលបានកើតឡើងខ្ញុំគួររំលឹករឿងនេះបន្តិចដើម្បីចែករំលែកជាមួយនឹងបងប្អូនជនរួមជាតិក៏ដូចជាអ្នកស្រាវជ្រាវថារឿងរដ្ឋាភិបាលរបស់រដ្ឋកម្ពុជាដែលមានខ្ញុំជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីឬហៅថានាយករដ្ឋមន្ត្រីត្រូវទទួលខុសត្រូវទាំងអស់លើបញ្ហាការស្នាក់នៅសន្តិសុខសពហើយទាំងអស់នៅក្នុងបណ្ដាភាគីដែលចូលមកអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីរាប់ទាំងបញ្ហាប្រណិប័តការរបស់អង្គការសហប្រជាជាតិនៅលើដែនដីរដ្ឋកម្ពុជាគ្រប់គ្រងខ្ញុំនៅចាំបានថានៅប្រមាណជាម៉ោង9យប់ថ្ងៃទី23នោះក្រោយចុះហត្ថលេខាខ្ញុំបានទទួលទូរស័ព្ទពីលោកម៉ែតើទូរស័ព្ទនោះពាក់ព័ន្ធនឹងរឿងអីលោកម៉ែបានមានសវណ្ណីមកកាន់ខ្ញុំថាអាដាមពិនិត្យមើលយើងបានបដិសេធកងទ័ពថៃដើម្បីមកការពាររាជវាំងហើយដូច្នេះតើយើងអាដាមគួរពិនិត្យឲ្យណានងខៃដែលតំណាងកងទ័ពរបស់ថៃមកអមខ្ញុំឬបានឬទេខ្ញុំសូមអាដាមពិចារណារឿងនេះវាកើតឡើងចេះអ្នកខ្លះបន្ទោសបកូនណាបីដាទៅលើបញ្ហាការពាររបស់អង្គរៈកូរ៉េខាងជើងថាហេតុអ្វីបានជាមិនយកអង្គរៈខ្មែរបែរជាយកអង្គរៈកូរ៉េខាងជើងមិនមែនជាកំហុសរបស់បកូនណាបីដាទេប៉ុន្តែវាជាបញ្ហារបស់ហ៊ុនសែននៅត្រង់ចេះខ្ញុំ
ខ្ញុំនៅចាំបានថានៅថ្ងៃទី4 ខែមិថុនាឆ្នាំ1991នៅទីក្រុងហ្សាកាតាបន្ទាប់ពីជំនួបរវាងខ្ញុំនិងបកូនណាបៃតាគឺពេលនោះនៅហ្សាកាតាជំនួបនោះក៏បាននាំទៅដល់ការរៀបចំមួយដែលខ្ញុំសូមនិយាយឡើងវិញបកូនណាបៃតាព្រះអង្គថាខ្ញុំនឹងទៅនៅជាមួយអាដាមហ៊ុនសែនព្រោះខ្មែរក្រហមបោកខ្ញុំថាឲ្យតកងតបវៀតណាមដោះអស់រដ្ឋាភិបាលអាដាមនឹងដួលរលំប៉ុន្តែឥឡូវអាដាមមិនត្រឹមតែដួលរលំទេគឺបានវាយយកដីវិញជិតអស់ហើយអញ្ចឹងមានការព្រមព្រៀងគ្នាកាត់ឡើងនៅត្រង់ចំណុចថារក្សាទុករដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាភ្លេងជាតិទង់ជាតិឈ្មោះប្រទេសអាដាមហេងសំរិទ្ធធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋអាដាមជាស៊ីមធ្វើជាប្រធានសភាជាសឹមព្រោះប្រកូនណាលោកមិនសូវអាចជាស៊ីមជាសឹមហើយអាដាមហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីប៉ុន្តែខ្ញុំសូមស្នើបង្កើតគណៈប្រធានជាតិមួយដែលក្នុងនោះមានខ្ញុំនរោត្តមសីហនុជាប្រធានអាដាមហ៊ុនសែនជាអនុប្រធាននិងអាចមានសម្ដេចចក្រីចុកជូឡុកជាសមាជិកខ្ញុំក៏ទទួលយកនៅសំណើបែបនេះអញ្ចឹងថ្ងៃ4ខ្ញុំចូលទៅកលមួយសាទៀតដើម្បីសួរបញ្ជាក់តើកិននឹងតើព្រះអង្គសពតិគង់នៅឯណានៅព្រះរាជវាំងឬនៅចក្រមនឱកាសពីដើមចក្រមននេះគឺជាឋានៈរបស់ព្រះអង្គធ្វើការក្នុងឋានៈជាព្រះប្រមុខរដ្ឋពេលនោះព្រះអង្គបានមានបន្ទូលមកកាន់ខ្ញុំថាអាដាមខ្ញុំមិនចង់ធ្វើស្ដេចទេក៏ប៉ុន្តែប្រសិនបើអាដាមឲ្យខ្ញុំនៅប្រាសាទខេមរិនគឺខ្ញុំសូមអរគុណពេលនោះហើយដែលខ្ញុំបញ្ជាតាមទូរស័ព្ទមកសម្ដេចជាវាំងគង់សម្ងល់ដើម្បីជួសជុលព្រះបរមរាជវាំងចឹងមានន័យថាពេលនោះមានការព្រមព្រៀងសម្ងាត់បែបនេះកើតឡើងប៉ុន្តែមកបែកការនៅទីក្រុងបាកកហើយរឿងនៅឯហ្សាកាតានោះវាកើតឡើងរឿងចេះបកូនណាបៃតាព្រះអង្គមានបរិយាបន្ទូលថាអាដាមការពារខ្ញុំផងប្រយ័ត្នខ្មែរក្រហមចូលក្នុងរាជវាំងសម្រាប់ខ្ញុំទូគុំខ្ញុំក៏បានឆ្លើយតបទៅវិញថាសូមព្រះអង្គកុំបារម្ភទូគុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីនឹងការពារព្រះអង្គប៉ុន្តែក្នុងករណីដែលព្រះអង្គសពតិយកអង្គរៈបរទេសដូចជាសេកូតូរេយកអង្គរៈរបស់គូបាយកទៅការពារសេកូតូរេរបស់លីណេកូណាគ្រីហើយក៏ជាធ្លាប់មកទស្សនកិច្ចនៅកម្ពុជាចំនួនកូនណាបៃតាដែរប៉ុន្តែបកូនណាបៃតាព្រះអង្គថាអត់ទេបើចឹងខ្ញុំយកកូរ៉េខាងជើងអញ្ចឹងខ្ញុំក៏យល់ព្រមភ្លាមថាអត់អីទេព្រះអង្គសពតិទុកចិត្តណាគឺយកអានោះហើយមកការពារខាងក្នុងរាប់ទាំងអ្នកពិនិត្យប្រហូបការពារផ្ទាល់ពេទ្យអីសពបែបយ៉ាងហើយទូង្គមការពារពីក្រៅរឿងនេះក៏បានឈានទៅដល់ការប្រជុំនៅបត្យា
ក្រោយការបែកការក៏មានការដោះដូរក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលពីមុនសម្ដេចក្រមព្រះនរោត្តម រណរដ្ឋនិងចៅសែនកសលហៅឈុំប៉ុន្តែដោយសារតែរឿងវាបែកការអញ្ចឹងគឺប្រទេសនានាចង់ឲ្យមានដំណោះស្រាយជាកញ្ចប់ដោយមានតែខ្មែរក្រហមមានទាំងសើមសានចូលរួមផងចឹងបានជាមានសំណើដោះដូរសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ANC នៅពេលនោះពីសម្ដេចចៅសែនកសលហៅឈុំទៅជាសម្ដេចព្រះនរោត្តមសីហនុហើយព្រះអង្គក៏បានទទួលនៅការធ្វើជាប្រធានអង្គប្រជុំដំបូងនៅឯបាត់ចាបន្ទាប់ពីការអះខាននៃការប្រជុំកាលពីឆ្នាំ1990ដែលដឹកនាំដោយព្រឹទ្ធបរិះចៅសែនកសលហៅឈុំនៅឯស្ថានទូតកម្ពុជានៅទីក្រុងបាងកកពេលនោះបកូនណាបៃតាគឺអត់តាមបានត្រូវជ្រើសតាំងធ្វើជាប្រធានANCទេគឺជាប្រធានអង្គប្រជុំប៉ុន្តែប្រធាន ANC ក៏ត្រូវបានរៀបចំនៅឯប៉េកាំងគឺប្រជុំ ANC ពេលនោះខ្ញុំក៏បានសុំជួបបកូនណាបៃតាដាច់ដោយឡែកបកូនណាបៃតាក៏បានសួរខ្ញុំពេលថាតើអាដាមមានបញ្ហាអីខ្ញុំក៏បានទូលបកូនណាថា ANC របស់យើងអត់តាន់មានប្រធានទេហើយទូលអង្គមមានរូបមន្តមួយចំនួនដែលសូមថ្វាយព្រះអង្គរូបមន្តប្រធាននិងអនុប្រធានគឺអត់ទទួលបានទេការពិតប្រធាននិងអនុប្រធានជារូបមន្តចាស់កាលពីឆ្នាំ1988នៅសាំងសេម៉ាំងអង់គ្លេសដែលពេលនោះខ្ញុំស្នើថាបង្កើតក្រុមប្រឹក្សាជាតិជាន់បង្រួបជាតិជាន់ខ្ពស់ដែលមានប្រធានមួយនិងអនុប្រធាន3ដែលយើងសម្ដៅទាំងសើមសានទាំងខៀវសំផនឲ្យចូលរួមផងដែរហើយខ្ញុំក៏ជាអនុប្រធានមួយដែរបកូនណាជាប្រធានប៉ុន្តែពេលនោះគឺអត់ព្រមព្រៀងដល់ពេលកងទ័ពវៀតណាមដកអស់គឺរដ្ឋកម្ពុជាត្រូវតម្លើងថ្លៃអញ្ចឹងគឺរូបមន្តប្រធាននិងអនុប្រធានអត់ទទួលបានអត់យកទេអញ្ចឹងនៅសល់រូបមន្តធ្វើសហប្រធានព្រះអង្គនឹងទូលបង្គំធ្វើសហប្រធានជាមួយគ្នាគឺនេះជារូបមន្តទី1រូបមន្តទី2គឺប្រធានប្រវេណអាចមានរូបមន្ត2នៅក្នុងនឹងទៀតព្រះអង្គធ្វើប្រធានមួយខែទូលបង្គំធ្វើប្រធានមួយខែឬក៏ត្រូវប្រធានប្រវេណទាំង12នាក់នឹងជារូបមន្តមួយទៀតសហប្រធានប្រវេណប៉ុន្តែនៅមានរូបមន្តមួយទៀតដែលទូលបង្គំគិតថាព្រះអង្គអាចនឹងទទួលបាននោះគឺព្រះអង្គធ្វើតែប្រធាន ANC តែមួយអង្គឯងលើមូលដ្ឋានដែលព្រះអង្គដកខ្លួនចេញពីប្រធានរដ្ឋាភិបាលចម្រុះត្រីភាគីនិងប្រធានហ្វុនលីពេកព្រោះដើម្បីធានាអភិក្រិតភាពទៅ
ទៅនេះអភិក្រិតភាពចឹងទេព្រះអង្គថាទេកាលណាតែខ្ញុំធ្វើប្រធានខ្ញុំទៅនៅពីលើខ្ញុំទៅអភិក្រិតទេអាដាមអញ្ចឹងក៏បានស្រោះស្រួលគ្នាទៅការស្រោះស្រួលគ្នានេះហើយព្រះអង្គក៏មានបរិបន្ទូលថាអាដាមប្រកែតាក់តែងណាចឹងអាដាមទៅតាក់តែងការពិតសក្តិប្រកាស fail ទៅរណោគឺខ្ញុំជាអ្នកតាក់តែងទេហើយថ្វាយទៅព្រះអង្គក៏ប្រទានទៅសម្ដេចកវីពេលនោះនៅព្រះអង្គម្ចាស់នរោត្តមរណិតប៉ុន្តែគឺអត់មានផ្លាស់ប្ដូរទេចឹងព្រះអង្គថាអាដាមប្រកែតាក់តែងសុំទៅតាក់តែងជាសក្តិប្រកាសទៅចឹងក៏បែកគ្នាចេញមកអានស៊ីក៏អត់មានការប្រជុំអីបន្តទៅខ្ញុំក៏មកតាក់តែងហើយថ្ងៃនោះហោសទ្ធីជាមួយនឹងយីដនវាយវាយជំនាន់នោះមិនមានកុំព្យូទ័រដូចឥឡូវអង់គ្លេសលេខហើយអង់គ្លេសលេខវាដាច់រសដល់វាដាច់រសគឺយកអាខ្សែអាដៃណែចកេះខោអាខ្សែយឺតទាញធ្វើអារសវាយរួយហើយខ្ញុំប្រើចេះវិជាយកទៅថ្វាយព្រះអង្គនៅឋានៈនៅឯឋានៈនៅឯពេលការពិតខ្ញុំយកទៅថ្វាយជាពង្រៀងទេប៉ុន្តែព្រះអង្គបែរជាឃើញសពតិក៏ឡាយព្រះអង្គលើខាមុនទៅចឹងមើលកាលនោះយើងដាក់ថ្ងៃទី17ថ្ងៃ17ខែតុលាខែដូចជាខែសីហាបាទសីហាអត់ទេខែ7មិនមែនទេខ្ញុំថាខែ8ហើយព្រោះមុនទៅយកណាហើយក៏មុនទៅជុំយ៉ាងដែរសូមមើលការបច្ច័យនៅឡើងវិញអញ្ចឹងរឿងរ៉ាវវាចាប់ផ្ដើមពីកន្លែងនោះបានមានប្រធានANCអញ្ចឹងព្រះអង្គបានដកប្រកាសចេញពីប្រធានរដ្ឋាភិបាលត្រីវិទីនិងប្រធានហ្វុនឌីបាញ់ហើយបន្ទាប់ទៅធ្វើដំណើរទៅទស្សនកិច្ចនៅកូរ៉េខាងជើងដែលខ្ញុំជាភ្ញៀវរបស់បកូនណាហើយពេលនោះបានคล้ายទៅជាឪពុកធម្ដាយធហើយថាបិតាធមេដាធព្រះអង្គថាទីជាកូនហើយជាកូនពិសេសទៀតមិនជាកូនពិសេសលួងម៉ែក៏នៅចាំចឹងបានជាមានរឿងឪកូនរហូតមកហើយដែលនេះខ្ញុំត្រូវទទួលខុសត្រូវរហូតដល់ដល់ពេលនេះទៅលើបញ្ហាសុវត្ថិភាពទាំងអស់នៃរាជវង្សានុវង្សនិងការគង់វង្សនៃរបបរាជានិយមអាស្រ័យធម្មរដ្ឋនៅពេលដែលជួបគឺមើលសុំខ្ញុំបាននិយាយគឺមើលសុំគាត់នៅអង្គុយកណ្ដាលក្នុងពិធីជប់លៀងមួយបកូនហ្នឹងនៅខាងស្ដាំខ្ញុំនៅខាងឆ្វេងគឺមើលសុំខ្ញុំក៏និយាយទៅកាន់គឺមើលសុំថាសូមឲ្យអាដាមជួយខ្ញុំដើម្បីការពារបរិយាសុវត្ថិភាពរបស់បកូនណាបិតាសូមឲ្យអាដាមរៀបចំមកគីបឲ្យខ្ញុំការពារផ្នែកខាងក្នុងធ្វើសហការជាមួយនឹងផ្នែកខាងក្រៅនៃកម្លាំងរបស់ខ្ញុំដើម្បីការពារចំប្រធានាធិបតីកឹមលសុងពេលនោះយល់ស្របជាមួយនឹងសំណើរបស់ខ្ញុំនេះប៉ុន្តែបន្ទាប់ពីត្រឡប់មកចេញពីកូរ៉េខាងជើងខ្ញុំមកទស្សនកិច្ចនៅចិត្ត
បានទៅស្គាល់មហាកំពែងស្អីនេះមានថតរូបខ្លះនៅមហាកំពែងបន្ទាប់ទៅយើងក៏មានការប្រជុំនៅឯបដិយាសាថ្មីប៉ុន្តែមុនទៅដល់បដិយានេះខ្ញុំត្រូវទទួលការអញ្ជើញពីបកូនណានិងលោកម៉ែដើម្បីនឹងទទួលទានអាហាររវាងព្រះអង្គទាំងទ្វេជាមួយខ្ញុំជាមួយនឹងភរិយាពេលនោះព្រះអង្គបានប្រាប់ខ្ញុំថាអាដាមឥឡូវខាងថៃសូមស្នើបញ្ជូនមួយបទយងទៅការពារព្រះបរមរាជវាំងអញ្ចឹងទេអាដាមគិតយ៉ាងម៉េចខ្ញុំក៏បានផ្ដល់យោបល់ថ្វាយយោបល់ទៅបកូនណាមិនបានទេព្រះអង្គបើធ្វើយ៉ាងដូចនេះមានន័យថាខាងកើតចេញខាងលិចចូលគឺគ្រោះថ្នាក់សម្រាប់នយោបាយរបស់ព្រះអង្គផងនិងសម្រាប់នយោបាយរបស់ទូលគុំផងគឺមិនអាចទេមិនអាចទេអញ្ចឹងព្រះអង្គថាតើឥឡូវតើដោះស្រាយយ៉ាងម៉េចបើសុកចន្ទាក្រាបប្រយុទ្ធគាត់លើកបញ្ហាហ្នឹងយ៉ាងដូចនេះអញ្ចឹងខ្ញុំសម្រេចថាមិនយកទាំងអស់តែម្ដងទាំងកូរ៉េខាងជើងក៏មិនយកទាំងថៃក៏មិនយកបានខ្ញុំទូលថ្វាយថាអត់បានទេទូលគុំជាអ្នកស្នើកូរ៉េខាងជើងទូលគុំជាអ្នកស្នើហើយចំពោះខាងថៃទូលគុំនឹងជួបសុចន្ទាក្រាបប្រយុទ្ធដើម្បីបញ្ជូលគាត់ណាគាត់ទៀមទាបបញ្ជូនមកបាត់យងប្រមាណ500នាក់ចូលមកការពារព្រះអញ្ចឹងវាមិនមានអីខុសអំពីថាវៀតណាមដកថៃចូលវាស្ថានភាពអាក្រក់ណាស់រឿងវាយ៉ាងបែបនេះតែថ្ងៃនេះខ្ញុំគួរតែនិយាយថាអ្នកដែលតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងប៉ារីទាំងឡាយអើយគួរតែដឹងរឿងហេតុការណ៍ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះចឹងបានដល់ទៅប្រជុំនៅបដិយាខ្ញុំក៏បានប្រាប់សុខចន្ទាក្រាបប្រយុទ្ធថាមិនបានទេខ្ញុំអត់ទទួលយកទេហើយមិនមែនជាបញ្ហារបស់បកូនណាសម្ដេចព្រះអរមសេននោះទេណាតែជាបញ្ហារបស់ខ្ញុំដែលខ្ញុំត្រូវមានការទទួលខុសត្រូវទៅលើសន្តិសុខរបស់គ្រប់ភាគីនៃហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសអញ្ចឹងរឿងហ្នឹងដោយសារខ្ញុំតបចោលជាមួយនឹងសំណូមពររបស់ថៃបញ្ជូនមួយកងវរៈសេនាតូចកងវរៈសេនាតូចនេះបារាំងគេហៅបាត់យងអញ្ចឹងបារាំងស្ទើរភ្លើងអញ្ចឹងបានលួងម៉ែទូរស័ព្ទមកថាយើងមិនយកកងទ័ពគេទៅការពារហើយតើឯកឧត្តមអាចទទួលយកណានងខៃទៅអមខ្ញុំបានឬអត់ខ្ញុំក៏បានឆ្លើយតបថាអត់អីទេហើយកាលហ្នឹងមិនតាន់ជាលួងម៉ែទេគឺអ្នកម្នាងទូគុំក៏បានឆ្លើយតបថាអត់អីទេអ្នកម្នាងគឺយើងអាចយកមួយចំនួនហើយអាចនៅគុណធបុប្ផាពិតប្រកបមែនយើងជួសជុលកាត់ខំជួសជុលព្រាបតើតមកទីក្រុងភ្នំពេញឲ្យអាយដាមគង់សំអល់សម្ដេចគង់សំអល់កាលនោះជាអាយដាមជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីទីសេការក្ររដ្ឋមន្ត្រីទទួលជួសជុលគុណធបុប្ផាសម្រាប់ណានខៃចឹងបានជាក្រោយកិច្ចព្រមព្រៀងប៉ារីសគឺឃើញថៃមានអគ្គរដ្ឋទូត2អគ្គរដ្ឋទូតមួយគឺអគ្គរដ្ឋទូតនៅខាងក្រៅធម្មតាអគ្គរដ្ឋទូតមួយទៀតអគ្គរដ្ឋទូតនៅក្នុងព្រះបរមរាជវាំងរឿងវាអញ្ចឹងរឿងវាអញ្ចឹងអញ្ចឹងបានជាភាពប្រវល់របស់ខ្ញុំនេះវាបានកើតឡើងម៉ោងស្មើនឹងហើយ
មក3ជាងហើយមក3នៅស្រុកប្រាំងអញ្ចឹងវាជាម៉ោង9ហ្នឹងទៅមកប៉ុនយើងខ្ញុំអត់តាមបានដេកទេព្រលឹមឡើងទៅប្រជុំជាមួយហ្នឹងសមាជិក ANC នៅស្ថានទូតហើយខ្ញុំសូមរំលឹកកន្លែងហ្នឹងបន្តិចនៅត្រង់ថាទៅដល់យើងពិភាក្សាអំពីបញ្ហាកន្លែងស្នាក់នៅនិងសន្តិសុខពេលពិភាក្សាដល់បញ្ហាសន្តិសុខគឺខ្ញុំបានប្រាប់ថាសន្តិសុខខាងខ្ញុំខាងទូមគុំខ្ញុំទទួលខុសត្រូវខាងក្រៅដោយឡែកបកូនណាគឺរឿងរបស់ខ្ញុំប៉ុន្តែរឿងភាគីពីរផ្សេងទៀតភាគីដទៃទៀតគឺណែទទួលខុសត្រូវខាងក្នុងប៉ុន្តែខាងក្រៅគឺសុវត្ថិភាពទូទៅគឺកម្លាំងរបស់ខ្ញុំហើយមិនចាំបាច់យកអាវុធទៅទេខ្ញុំនឹងផ្ដល់អាវុធជូននៅខាងក្នុងតែម្ដងដែលមិនចាំបាច់ដឹកអាវុធចូលពីខាងក្រៅមកទេរឿងតាក់ទងនឹងសន្តិសុខពេលនោះបកូនណាលោកថាអើយអាដាមបងម្ចាស់អាដាមកុំទៅបារម្ភពេកអោបអាដាមហ៊ុនសែនឲ្យទៅជាប់ទៅមកផ្ទុះក៏បាយផ្ទុះងត់ទាំងអស់គ្នាបកូនណាលោកវាបន្ទូលលេងថាអោបអាដាមហ៊ុនសែនឲ្យទៅជាប់ទៅវាទៅផ្ទុះក៏បាយផ្ទុះងត់ទាំងអស់គ្នាបរិយាបន្ទូលមួយម៉ាត់នេះធ្វើឲ្យខ្ញុំយល់បានដូច្នេះមានការចាំបាច់ខ្លាំងណាស់ដែលខ្ញុំត្រូវទៅពេលកាន់ទាំងហែបកូនណាបីដានិងលោកម៉ែនិងរាជវង្សានុវង្សមានតែព្រះអនុជមួយទេដែលអត់បានមកព្រោះទឹកឆ្លងទលេមកដែរទឹកឆ្លងទលេចិត្តឆ្លងទេគេអត់ឲ្យជិះយន្តហោះហ្នឹងហើយគឺមកទាំងអស់គ្នាអញ្ចឹងបានជានៅពេលដែលគេចាក់ឯកសារគេឃើញរូបខ្ញុំភរិយាខ្ញុំទៅទាំងហែវាជារឿងចាំបាច់ដើម្បីធានាបើថាវាមានឧបទ្ទហេតុអីងាប់ទៅដោយទឹកខ្ញុំទៅអានេះជាការទទួលខុសត្រូវណាជាការទទួលខុសត្រូវរឿងនោះវាបានកើតឡើងតាមបែបនេះប៉ុន្តែខ្ញុំគួរតែរំលឹកទៅលើរឿងចេះមួយទៀតបន្ទាប់ពីការពិភាក្សាលើបញ្ហាការពារសន្តិសុខហើយគឺលើកន្លែងស្នាក់នៅអត់មានអ្នកណាមានយោបល់អីទេព្រោះគេទុកចិត្តទៅលើបញ្ហាការដោះស្រាយរបស់ខ្ញុំតាទៅហើយព្រះរាជវាំងទីណាំងនៃមហាប្រាសាទខេមរិនត្រូវបានជួសជុលតាំងពីថ្ងៃទី4ចាប់5ជួសជុលចាប់5រៀបចំទទួលបញ្ជាពីទីក្រុងហ្សាកាតាទី4ខែមិថុនាឆ្នាំ1991ជួសជុលជិតរួចទៅហើយនិយាយរងថារួចទៅហើយទៅចុះត្រូវពន្លឿនការជួសជុលនៅឯរៀបចំការជួសជុលនៅគុណធបុប្ផាមួយទៀតសម្រាប់អគ្គរដ្ឋទូតថៃណានខៃតែកើតឡើងត្រង់ចេះលោកតាសុនសានសូមអភ័យទោសចំពោះបរិញ្ញាចំពោះយានខណ្ឌរបស់សម្ដេចបវរសុនសានតាមថាកូនណាឲ្យទូមគុំធ្វើម៉េច
ตุ่มกลมเมียนเตียดอกปีปั่นใจปัวอาย้องมาโยอ่อยถ้าไปเจอខ្ញុំក៏ដែរអញ្ចឹងអង្គុយទល់មុខគ្នាអញ្ចឹងពេលដែលអង្គុយរៀបចំហ្នឹងចេះខាងខ្ញុំ6នាក់បកូនណាលោកព្រះអង្គគង់ក្បាលនេះអញ្ចឹងទល់មុខគ្នាព្រោះសឡំហើយបន្ទាប់មកខ្ញុំហើយគឺដូចជាអារម្មណ៍ទៀបបាញ់ហើយនំហងដេចមន្ទីសិនសេនខាងនេះ6នាក់ខាងនោះគឺសផននៅចំពីមុខសឿនសានសុនសេនអៀងម៉ាលីសម្ដេចកុម្ពះសឿនសានថាផ្ទះខ្ញុំទៅពោះអាយ៉ងយកអស់ហើយបានខ្ញុំឈឺដែរខ្ញុំថាណែហើយដល់និយាយគ្រាច្បាស់ខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវក្នុងការដេញប្រជាជនចេញពីទីក្រុងភ្នំពេញដេញពីប្រជាជនចេញពីក្រុងភ្នំពេញពួកខ្មែរក្រហមខ្ញុំចង្អុលមកទៅគៀវសម្ផននឹងសិនទៅខ្មែរក្រហមជាអ្នកដេញហើយឥឡូវឯអាដាមធ្វើម៉េចធ្វើម៉េចឲ្យខ្ញុំធ្វើម៉េចបើពេលវាយខ្មែរក្រហមលំហើយប្រជាជនចូលមកចេះតែចូលរស់នៅទៅអូយផ្ទះខ្លះលក់ពី3តកុំថាឯអាដាមទៅវិស័យប្រាំងទៅដេញគេចេញទោះបីខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំទៅដេញគេចេញពីផ្ទះក៏គេកាប់ខ្ញុំដែរតែលោកតាសឿនសានគាត់និយាយតែបីគាត់ថាកាប់ទៅចាស់ហើយខ្ញុំគិតតែក្នុងចិត្តតែបរខ្ញុំថាចាស់អានស្លាប់ពីលអានកាប់ក្មេងអានយំអញ្ចឹងគាត់ថាពួកខ្ញុំក៏ត្រូវតែនិយាយបញ្ជាក់ឲ្យច្បាស់ណាខ្ញុំមិនមែនអ្នកទទួលក៏ត្រូវទៅលើការដេញប្រជាពលរដ្ឋហើយប្រជាពលរដ្ឋចូលមកអូយផ្ទះនៅទីក្រុងភ្នំពេញកាលដែលចូលមកដំបូងអ្នកណាយក500ផ្ទះក៏យកទៅណាវាអត់មានមនុស្សនៅហើយគាត់មកដាក់អញ្ចឹងផាំងមកអញ្ចឹងណាចឹងបាននៅក្នុងបងប្អូនមកពីក្រៅមានតែលោកតាសឿនសាននិងក្រុមរបស់គាត់ប្រមាណនេះដែលខ្ញុំមិនឲ្យផ្ទះបោះក្រោយមកទៅស្រីសមុទ្រទៅលួងម៉ែតថាទៀមទីផ្ទះបងជាស៊ីមកំពុកហើយសិតតាយ៉ងតដើមមកយ៉ងតដើមទៅអត់ឲ្យតែមកប៉ុន្តែដោយអៀងមលីក៏ឲ្យផ្ទះរៀបចំឲ្យទាំងអស់ហ្នឹងចឹងបានអាហ្នឹងក្រោយមកមានការឃោសនាថាយើងយកផ្ទះគេអញ្ចឹងខ្ញុំថាអាហ្នឹងចូលដល់ឆ្នាំ2003ទៅឃោសនាបោះឆ្នោតខ្ញុំថាបើចិត្តសឿងណាស់បកលផ្ទះនោះមកឲ្យខ្ញុំវិញទាំងអស់ផ្ទះដែលខ្ញុំឲ្យទាំងប្រមាណកាលហ្នឹងខ្ញុំចាត់ចែងឲ្យទាំងអស់សូម្បីតណៈសម្ដេចក៏វាយើងយកធ្វើកន្លែងគណៈចាត់តាំងណាយកធ្វើកន្លែងគណៈចាត់តាំងយើងទៅរកគណៈចាត់តាំងចេញហើយយើងយកគេថាការហ្នឹងយកមាសទៅជួសជុលអស់ប្រមាណ10ព្រលឹងដើម្បីឲ្យមានកន្លែងសមរម្យធ្វើការបែរទៅជាអ្នកខុសប៉ុន្តែបញ្ជាក់ឡើងវិញរឿងវាមិនមែនតូចតាចទេសម្រាប់ការទទួលខុសត្រូវទៅលើជោគវាសនាដើម្បីអនុវត្តកិច្ចព្រមព្រៀងមួយឲ្យបានសម្រេចណាឲ្យបានសម្រេចដើមឡើយយូរវិចចូលហើយបានទៅជាអន្តៈវត្តមាន ANC គឺសម្ផនចូលមកដល់បាតកម្មពេញក្រឹបវេទនាចង់ងប់ចង់រស់ថ្ងៃនោះបើសិនជាខ្ញុំកុំទៅគឺអាចនឹងខៀវសម្ផននឹងសុនសែនស្លាប់ពេលនោះទៅហើយគ្រោះថ្នាក់ពេកហើយ
ចឹងត្រូវជំនះខៀវសំផននឹងសុនសេនចេញទៅពលិតថោះរួចហើយយកអាN24បើកខុសឲ្យចេញមកផុតរួចហើយបានដោះស្រាយទៅរឿងវាចេះតែសារយើងធ្វើខូចផ្ទះគេមួយហើយអញ្ចឹងក៏ជួសជុលផ្ទះមួយប្រហែលជាន់នោះអាហ្នឹងពេលហ្នឹងគណៈចាត់តាំងក៏មិននៅនឹងទៀតគេថាជួសជុលផ្ទះមួយឲ្យទៅដល់បកទៅប្រជុំនៅបាតយាវិញហ៎អញ្ចឹងទេនៅដល់សារយើងវាការពារគេអត់បានអញ្ចឹងយើងក៏មានកំហុសដែរចឹងបានខ្ញុំប្រាប់ទៅអាដាមសឺនសានដែងខៀវសំផនក៏ដូចជាទូលថ្វាយប្រធាន ANC ក៏ដូចជាសមាជិក ANC ដទៃទៀតថាឥឡូវផ្ទះរបស់អាដាមខៀវសំផនដែលបានខូចខាតទៅនោះខ្ញុំជំនួសដល់ផ្ទះមួយវិញណាគង់ដំណើរការជួសជុលស្រាប់តែខៀវសំផនដាក់បញ្ជាសកៃមកខ្ញុំថាមិនយកទេមិនដឹងពួកអាយ៉ងវាប្រកបអីនៅក្នុងហ្នឹងទៀតបានខ្ញុំថាណាអាដាមខៀវសំផនអរគុណណាស់ដែលអាមិនយកវាសល់កន្លែងផ្ទះសល់ខ្ញុំផងដល់ចេញមកពីក្រៅលោកតាសឺនសានគាត់ប្រកែនៅចំពោះមុខគាត់ប្រកែប្រឆាំងប៉ុន្តែចេញក្រៅគាត់ខ្សឹបលួងលោមអកអកៃតាអាដាមផ្ទះដែលអាដាមឲ្យខៀវសំផនមិនខៀវសំផនមិនទទួលឲ្យមកខ្ញុំថាអត់ទេអត់ឲ្យទេអញ្ចឹងគាត់ក៏បន្ថែមទៀតគាត់ថាឥឡូវឲ្យខ្ញុំនៅសកលមួយខ្ញុំថានៅចុះប៉ុន្តែចេញលុយព្រោះខ្ញុំនេះដែរដោយសារកុំអីឲ្យនៅទៅទេក៏ប៉ុន្តែដោយសារតែគាត់មួយម៉ាត់ឡើងអាយ៉ងមួយម៉ាត់ពីរអាយ៉ងមួយម៉ាត់បីអាយ៉ងបាទអាយ៉ងយកលុយអត់មានទេអាហ្នឹងនិយាយពីប្រវត្តិហើយពេលនោះក្រោយការប្រជុំហើយខ្ញុំអត់តាន់ចូលប្រទេសទេខ្ញុំចាប់ផ្ដើមចេញពីទីក្រុងប៉ារីមកបាងកកមកដូរយន្តហោះបាងកកទៅកង់បេរ៉ាទស្សនកិច្ចនៅអូស្ត្រាលីហើយថ្ងៃ31 ខែតុលាពេលនោះខួបចម្រើនបជនបកូណាបៃតានៅពេលកាំងជាថ្ងៃដែលខ្ញុំនិពន្ធបទចម្រៀងសូរិយារ៉េហើយឥឡូវបើចង់ស្រាប់ខ្ញុំចុចឲ្យស្រាប់ព្រោះវាតកតងដោយថារឿងជួបជុំគ្នាអីគេដីស្រែអីដែលទុកឲ្យថែទាំហ្នឹងកូនថែទាំខ្ញុំថ្វាយតសេជាដៃព្រោះមានស្អីតសេជាដៃថ្វាយពពកហើយតែងចម្រៀងហើយចម្រៀងនោះលាក់ទុកស្ងាត់មកដល់វិញថតល្ងាចថ្ងៃទី14គឺពេលដែលបកូនណាយាងដល់ហើយម៉ោងដែលជប់លៀងនៅចកាមើលនឹងហើយចាក់មាត់ជាមាត់នឹងចេញអានេះជាប្រវត្តិខ្លះដើម្បីចែកចម្លែកឲ្យដឹងរឿងរ៉ាវអញ្ចឹងសូមកុំទៅសេប្រវត្តិតេតិនជាមួយនឹងបញ្ហាអង្គរៈកូរ៉េខាងជើងជាកំហុសរបស់បកូនណាអីគឺខ្ញុំទេណាដើម្បីធានាសុវត្ថិភាពនិងការទទួលខុសត្រូវទៅលើសន្តិសុខដណ្ដប់ធ្នាប់និងការរៀបរយទាំងអស់រាប់ទាំងទីកន្លែងស្នាក់អាស្រ័យរបស់បងប្អូនតែមកពីក្រៅប្រទេសខ្ញុំយល់ណាហើយក៏មិនគួរខ្លាយទៅជាកំហុសដែរ
ដែលខ្ញុំដោះស្រាយបញ្ហាហ្នឹងឲ្យណាបងប្អូននៅក្នុងស្រុករកផ្ទះនៅមិនបានតែបងប្អូនមកពីក្រៅស្រុកបាននៅសម្ដេចបុត្រីផ្ទះព្រះអង្គពីដើមជាផ្ទះរបស់ឧត្តមសេនីយ៍មូលរឿបចឹងត្រូវឲ្យលុយទៅឧត្តមសេនីយ៍មូលរឿបទៅជួសជុលហូបផ្ទះស្រីថ្វាយឋានៈនឹងទៅព្រះម្ចាស់អរុណទៅណារឿងវាអញ្ចឹងណាប៉ុន្តែវាជើងល្អវាខ្លាំងជាងហ៊ុនសែនទៅទៀតវាមិនដឹងទៅមិនទេបើគេចង់ខ្លាំងហើយខ្លាំងប៉ុន្តែឲ្យគេនិយាយពីប្រវត្តិទៅហើយខ្លឹមសារស្នូលរបស់វាជាអីឥឡូវមានអ្នកអំពាវនាវឲ្យប្តឹងទៅសហធានកិច្ចព្រមព្រៀងប៉ារីកោះប្រជុំជាបន្តតេតិនជាមួយនឹងការឈ្លានពានរបស់ប្រទេសជិតខាងត្រូវហើយប៉ុន្តែសួរថាសហប្រធានគាត់ព្រមទេសារឡងសួរទៅឥណ្ឌូនេស៊ីនឹងទៅប្រាំងមើលតើគេព្រមគាត់ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមនេះហើយដោះរបៀបម៉េចមកខាងថៃគេថាយើងរំលោភដីគេយើងថាគេរំលោភដីយើងអញ្ចឹងគេថាគេគោរពអធិបតេយ្យរបស់ខ្មែរតាប៉ុន្តែខ្មែរទៅឆ្លៀតពេលគេយើងថាយើងគោរពអធិបតេយ្យរបស់ថៃតាប៉ុន្តែថៃណែឆ្លៀតពេលយើងចោតគ្នារបៀបហ្នឹងទៅដោះស្រាយបានទេវាដោះស្រាយវាមិនបានទេឥឡូវដំណើរការគឺឈានទៅរកការស្រោះស្រួលដែលប្រជុំប្រហែលថ្ងៃនេះវាមានការស្រោះស្រួលច្រើនហើយអាចនឹងថ្ងៃទី26នេះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពសូម្បីតែរដ្ឋមន្ត្រីនេះដោយសារជំពាក់ទៅជាប់ប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបែរជាទៅជាមួយម៉ណែតស្អែកតែម្ដងឬក៏តែថ្ងៃនេះតែថ្ងៃហ្នឹងមកប៉ុន្តែហ្នឹងប៉ុន្តែសារតែខ្លាចទៅមាត់ប្រធានប្រតិភិព្រោះបាត់រដ្ឋមន្ត្រីឃើញមកប្រជុំហើយចែកម្លែកនេះជាបញ្ហាដែលគាត់ទៅចែកម្លែកទេណាហើយគេថាយកកិច្ចព្រមព្រៀងមកអនុវត្តកិច្ចព្រមព្រៀងប៉ារីអនុវត្តនៅកន្លែងណាតើមើលគ្រប់ចំណុចហើយនៅអាកិច្ចព្រមព្រៀងប៉ារីនេះមើលកិច្ចព្រមព្រៀងប៉ារីគ្រប់ចំណុចហើយនៅធៀបចូលរបស់កិច្ចព្រមព្រៀងប៉ារីវាបានមកនៅក្នុងរដ្ឋធម្មនុញ្ញហើយគេបាននិយាយច្បាស់ហើយតើពីការចាប់ផ្ដើមនឹងបញ្ចប់ពេលដែលសភាធម្មនុញ្ញคล้ายទៅជាសភាជាតិបង្កើតរដ្ឋាភិបាលបានតែគេថាបញ្ចប់នៅបេសកកម្មរបស់អង្គការសហប្រជាជាតិទៅហើយប៉ុន្តែអ្នកដែលមិនយល់ធ្វើជាមិនយល់ឬក៏ភ្លើខ្ញុំនិយាយឲ្យច្បាស់អញ្ចឹងរបស់ទៅបើសិនជាផ្អែកលើកិច្ចព្រមព្រៀងប៉ារីបានមិនចាំបាច់ទៅណាឆ្ងាយទេទៅកិច្ចព្រមព្រៀងប៉ារីហ្មងតែនេះវាទៅហួសពីកិច្ចព្រមព្រៀងប៉ារីនោះ ICJ តឡាការយុទ្ធធរអន្តរជាតិនោះគេទៅធំជាងនោះទៀតគេទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិណាគេទៅដល់វេទិកាអន្តរជាតិដទៃទៀតឥឡូវយ៉ាងម៉េចណាខ្ញុំមិនយល់ដែរឬក៏គ្រាន់តែនិយាយកិច្ចព្រមព្រៀងប៉ារីដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញឥ
ឥឡូវនិយាយគ្នាច្បាស់មកសួរទៅកិច្ចព្រមព្រៀងប៉ារីសមានចែងអំពីការកាត់ទោសខ្មែរក្រហមអត់មានចែងអញ្ចឹងយើងកាត់ទោសខ្មែរក្រហមមិនខុសបានតែគេថាកាត់នៅក្នុងក្របខ័ណ្ឌច្បាប់ជាតិនិងច្បាប់អន្តរជាតិលើបញ្ហាអក្រិតកម្មសង្គ្រាមនិងបរិយាភូសាស្ត្រនិយាយគ្នាច្បាស់ឥឡូវប៉ុណ្្នឹងទៅចុះ